បញ្ហាស្រូវចុះថោកបើយើងនិយាយអំពីកូនល្អស្ដាប់ម៉ែពុកសិស្សពូកែស្ដាប់គ្រូតើលោកប៉ិនត្រីដាបានស្ដាប់និងអនុវត្តតាមការណែនាំរបស់បងកឹមរុទ្ធីដែរឬទេជាពិសេសឯកឧត្តមដិតឌីណាបានលើកឡើងអំពីយុទ្ធសាស្ត្រថ្មីនៅក្នុងរដ្ឋសភានិយាយពីលោកប្រធានមន្ត្រីកសិកម្មនិងរុក្ខាប្រមាញ់តាំងពីទទួលត្រារដ្ឋបាលព្រៃឈើមកតើបានធ្វើអ្វីខ្លះសម្រាប់ព្រៃឈើរបស់ប្រជាជនសម្ដេចនិយាយពីដឹកនោះដឹកក៏ប៉ុន្តែមានជនឆ្លៀតឱកាសខ្លះប្រហែលជា 10% ទេដែលគាត់យកឱកាសពេលដែលស្រូវជន់ច្រើនមែនទែនគាត់ក៏ទម្លាក់តម្លៃកសិករឬក៏គាត់ចាំឲ្យល្ងាចបន្តិចបានគាត់ទៅយកធ្វើឲ្យកសិករតម្លៃប្រមាណក៏គាត់លក់ដែរកន្លែងនេះខ្ញុំប្រើពាក្យបងកឹមរុទ្ធីបើនិយាយពីភាសារដ្ឋបាលឬក៏ភាសាបច្ចេកទេសវាខុសខ្ញុំសុំទោសប៉ុន្តែខ្ញុំធ្លាប់រៀនជាមួយបងកឹមរុទ្ធីនៅរាជបណ្ឌិតសភាឆមាសទី1ក៏រៀនជាមួយគេហៅថាឆ្នាំមូលឆមាសមូលដ្ឋានណាក៏រៀនជាមួយគាត់ដល់ពេលឆមាសទី2ក៏បែកជំនាញទៅខ្ញុំរៀនសេដ្ឋកិច្ចបងកឹមរុទ្ធីទៅជំនាញផ្សេងដូចជាជំនាញនយោបាយអញ្ចឹងរៀងខុសបើនិយាយភាសាដែលខ្ញុំចូលចិត្តប្រើភាសាទូទៅណាឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារឯកឧត្តមកឹមរុទ្ធីនឹងភាសាដែលខ្ញុំតែងតែចូលចិត្តប្រើគឺខ្ញុំប្រើពាក្យប្រធានគណៈបញ្ជាការឯកភាពខ្ញុំអត់សូវចូលចិត្តប្រើពាក្យអភិបាលនៃគណៈអភិបាលទេអានេះភាសាម្នាក់អ្នកខ្លះគេប្រើចេះអ្នកខ្លះគេប្រើចេះភាសារដ្ឋបាលខុសគ្នាណាអូខេខ្ញុំសូមលើកឡើងអំពីឯកឧត្តមដិតឌីណាលើកឡើងអំពីយុទ្ធសាស្ត្រថ្លៃតាក់ទងអំពីស្រូវអញ្ចឹងណាកន្លែងហ្នឹងឯកឧត្តមដិតឌីណារដ្ឋមន្ត្រីក្រសួងកសិកម្មលើកឡើងអំពីសភានៅពេលសមាជណាលោកបានលើកឡើងអំពីសូមកុំឲ្យបងប្អូនកសិករហ្នឹងបញ្ញាប់នាំនេះច្រូតពេកដល់ពេលគាត់បញ្ញាប់នាំនេះច្រូតពេកទៅវាធ្វើឲ្យស្រូវជន់ឬក៏ភាសាមួយបែបទៀតគេហៅភាសាបច្ចេកទេសណាតម្រូវការលើសលប់ពេលខ្លះអាសមត្ថភាពនៅក្នុងគេហៅថាម៉េចសមត្ថភាពដឹកសមត្ថភាពទិញមានកំណត់បន្ថែមពីឈ្មួញមិនល្អឈ្មួញអែក 10% នៃ 90% កន្លែងហ្នឹងប្រធានអគ្គលេខាធិការ 90% ល្អតែ 10% ទៀតមិនល្អហើយ 10% ហ្នឹងវាយ៉ាងម៉េចទៅលោកប្រធានមន្ត្រីកសិកម្មឡើងដោះស្នឹមរាប់ចំនួនយ៉ាងណាអញ្ចឹងតើតើអំពីបញ្ហាហ្នឹងតើលោកប្រធានមន្ត្រីបានធ្វើអ្វីខ្លះសម្រាប់បញ្ហាស្រូវនៅពេលដែលទទួលរដូវទទួលប្រមូលផលស្រូវណាមានន័យថាចុះទៅបញ្យល់ណែនាំបងប្អូនកសិករតាមភូមិថាឥឡូវកុំនាំគ្នាឆូតសម្រុកពេកធ្វើឲ្យវាលើសតម្រូវការមានបានយកអនុសាសន៍របស់អាដាមដិតឌីណាយកមកប្រើប្រាស់យកមកដើម្បីគេហៅថាឲ្យប្រជាជនរបស់សម្ដេចគេហៅថាទទួលបានផលចំណេញពីវិស័យកសិកម្មទេឡើយនឹងអនុសាសន៍របស់អាដាមដិតឌីណាលើកឡើងសូមឲ្យបងប្អូនកុំឲ្យនាំគ្នាជោតថ្ងៃតែមួយទៅវាធ្វើឲ្យលើសបូករួមនឹងឈ្មួញ 10% ដែរកោណាកោថ្លៃគឺក៏អត់ព្រមទៅទិញពីព្រលឹមទេគាត់នាំគ្នាដល់ក្បាលល្ងាចបានទៅទិញហើយទម្លាក់តម្លៃយកតែបញ្ហានោះវាមិនដែរហើយលោកប្រធានមន្ត្រីកសិកម្មនិងរុក្ខាប្រមាញ់ហេតុព្រះវិហារយល់យ៉ាងណាដែរចំពោះបញ្ហានោះហើយវាមានតំណែងមិនដែរហើយខ្ញុំនឹងបន្តគេថាខ្ញុំអ្នកសិក្សាសំណុំរឿងនឹងបន្តស៊ើបអង្កេតក្នុងករណីមួយនេះទីកន្លែងហ្នឹងណាអាដាមហ៊ុនម៉ាណីបានលើកឡើងថាក្នុងនាមជាមន្ត្រីរាជការត្រូវតែមានអរិយាប័ត្រល្អចំពោះប្រទូទៅគ្រប់កាលៈទេសៈចុះលោកប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារអង្គនិយាយថាអរិយាប័ត្រលោកយ៉ាងម៉េចដែរចំពោះអ្នកកសែតចំពោះប្រជាពលរដ្ឋឬក៏ចរិតបែបហ្នឹងចរិតរបស់លោកប្រធានមន្ត្រីបែបណាមានតែបងប្អូនអ្នកសារព័ត៌មានទើបអាចដល់ជាយោបល់ចេញជាគំនិតជួយសរសេរមួយតើអរិយាប័ត្ររបស់លោកប្រធានមន្ត្រីកសិកម្មខេត្តព្រះវិហារប៉ិនត្រីដាមានអរិយាប័ត្រយ៉ាងណាចំពោះអ្នកសារព័ត៌មានបងប្អូនអ្នកសារព័ត៌មានខមមិនមួយមើលបងប្អូនអ្នកសារព័ត៌មានដែលធ្លាប់ឃើញពីអរិយាប័ត្ររបស់គាត់ខ្ញុំរាវិន
រងចាំសិក្សាស្រាវជ្រាវនិងអង្កេតភាគបន្ត